ចាជាដំបូងនេះខ្ញុំសូមគោរពជម្រាបសួរលោកគ្រូឧទេសនេះខ្ញុំឈ្មោះសុកសាផនមានលេខរៀងទី26ជាសិស្សថ្នាក់ D ចាអញ្ចឹងថ្ងៃនេះដែរនាងខ្ញុំនឹងមកធ្វើការបកស្រាយទៅលើឬក៏សង្ខេបជាវីដេអូខ្លីទៅលើមេរៀនទី4គឺការវិតម្លៃនៅក្នុងម៉ោងសិក្សាចាអញ្ចឹងនៅក្នុងមេរៀនការវិតម្លៃនៅក្នុងម៉ោងសិក្សានេះទៀតគឺវាមានពីរចំណុចធំៗនៅក្នុងនោះគឺការវិតម្លៃតាមដំណាក់ជាមួយនឹងការវិតម្លៃតាមដំណាក់ដោយផ្អែកទៅលើការវិតម្លៃបញ្ចប់ប៉ុន្តែនៅក្នុងវីដេអូនេះដែរនាងខ្ញុំនឹងធ្វើការបកស្រាយនៅចំណុចទី1គឺកំណត់គឺពាក់ព័ន្ធជាមួយនឹងការវិតម្លៃតាមដំណាក់អញ្ចឹងចំពោះវត្ថុបំណងគឺយើងអាចកំណត់បានពីអត្ថន័យនៃការវិតម្លៃទៅតាមដំណាក់អញ្ចឹងយើងចូលមកដល់ខ្លឹមសាររបស់មេរៀនយើងនេះវិញដែលគេនិយាយអំពីនិយមន័យនៃការវាយតម្លៃតាមដំណាក់អញ្ចឹងគេថាការវាយតម្លៃតាមដំណាក់ហ្នឹងគឺជាដំណើរការនៃការប្រមូលផុសតាងនៃការរៀនរបស់សិស្សដូចជាការផ្ដល់មតិកែលម្អទៅដល់សិស្សនិងការកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀនទៅជូនពួកគាត់ដែរចំពោះដំណើរការនៃការវាយតម្លៃតាមដំណាក់ហ្នឹងគឺវាពិសេសវាគឺវិលជុំដែលទី1នេះគឺជាដំបូងគឺយើងត្រូវធ្វើការប្រមូលផុសតាងនៃការវាយតម្លៃការប្រមូលផុសតាងនោះគឺនៅក្នុងហ្នឹងគឺវាមានពាក់ព័ន្ធជាមួយនឹងការសង្កេតនោះគឺសង្កេតមិនផ្លូវការអាចថានៅពេលដែលចូលទៅបង្រៀនទៅគឺយើងជាគ្រូបង្រៀនតែងតែសួរមកសំណួរទៅកាន់សិស្សដូចថាសួរចោលប៉ុន្តែសួរអីដែលពាក់ព័ន្ធទៅមួយនឹងមេរៀនសួរជាសំណួរដូចជាដាក់លំហាត់មួយដែលមានរចនាសម្ព័ន្ធនៃពាក់ព័ន្ធមួយលំហាត់ដែលមិនមានរចនាសម្ព័ន្ធនេះអូខេ sorry លំហាត់ដែលមានរចនាសម្ព័ន្ធហើយបន្ទាប់មកទៀតគឺប្រសេសទី2របស់យើងគឺពាក់ព័ន្ធជាមួយបន្ទាប់ពីការប្រមូលផុសតាងហើយគឺយើងធ្វើការវិតម្លៃទៅលើផុសតាងនឹងឧទាហរណ៍ការប្រមូលផុសតាងនេះពាក់ព័ន្ធជាមួយនឹងការប្រឡងខ្វីសតេស្តគាត់ឲ្យក្តារអីតិចតួចគាត់ទៅសេមកសំណួរពីសំណួរនៅក្នុងហ្នឹងបន្ទាប់មកយើងយកចម្លើយដែលគាត់ឆ្លើយមកហ្នឹងយើងធ្វើការវិតម្លៃសំខាន់នៅក្នុងការវិតម្លៃហ្នឹងគឺมันមានភាពលំអៀងទៀតនិងដំណាក់កាលបន្ទាប់ទៀតបន្ទាប់ពីធ្វើការវិតម្លៃទៅលើផុសតាងរបស់គាត់នឹងហើយយើងនឹងដឹងអំពីសមត្ថភាពរបស់គាត់ពីកម្រិតការគិតការយល់ដឹងរបស់គាត់ហើយគឺយើងផ្ដល់មតិទៅវិញមតិត្រឡប់ទៅដល់សិស្សអញ្ចឹងនៅក្នុងមតិត្រឡប់នេះបើសិនជាយើងសួរសំណួរតិចតួចមួយសំណួរពីរសំណួរមុនចូលមេរៀននៅក្នុងថ្នាក់យើងអាចធ្វើការផ្ដល់មតិត្រឡប់ភ្លាមហើយត្រូវតែច្បាស់លាស់ដែរប៉ុន្តែបើសិនជាហើយកដាស់អីមកសំណួរពីសំណួរឲ្យគាត់ទៅសេអញ្ចឹងវាអាចនឹងពជាពេលហើយប៉ុន្តែទាមទារច្បាស់លាស់ដូចគ្នានិងជំហានបន្ទាប់គឺពាក់ព័ន្ធជាមួយនឹងការកែលម្អការបង្រៀនអញ្ចឹងនៅពេលដែលយើងផ្ដល់មតិបន្ទាប់ពីធ្វើការវិតម្លៃបន្ទាប់ពីយើងប្រមូលផុសតាងនៃការសិក្សារបស់គាត់យើងមកធ្វើការវិតម្លៃរួចយើងនឹងផ្ដល់មតិកែលម្អឬក៏មតិត្រឡប់យើងផ្ដល់មតិត្រឡប់ឲ្យគាត់សិនយើងផ្ដល់មតិត្រឡប់ឲ្យគាត់រួចទើបយើងចាប់ផ្ដើមធ្វើការកែលម្អនៅពេលដែលយើងដឹងថាកម្រិតការសិក្សាឬក៏កម្រិតយល់ដឹងរបស់គាត់ដល់កម្រិតណាគឺយើងចាប់ផ្ដើមរិះរកវិធីសាស្ត្រនៅក្នុងការកែលម្អរបស់គាត់កែលម្អគាត់ឲ្យល្អប្រសើរបើសិនជាគាត់ការគិតឬក៏អ្វីដែលគាត់យល់ដឹងពាក់ព័ន្ធមេរៀនកន្លងមកហ្នឹងគឺបានតិចតួចអត់សូវច្បាស់លាស់យើងរកកន្លឹះដើម្បីបរៀនគាត់ថែមឲ្យគាត់យល់កាន់តែច្បាស់អញ្ចឹងចំពោះប្រភេទនៃការវាតម្លៃតាមដំណាក់នឹងទៀតសោតគឺយើងមាន2នៅក្នុងនឹងដែលខ្ញុំបាននិយាយពីខាងដើមហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការវាតម្លៃនៅក្នុងម៉ោងសិក្សាមួយនិងទី2ពាក់ព័ន្ធជាមួយនឹងការវាតម្លៃតាមដំណាក់ដែរប៉ុន្តែវាដោយផ្អែកទៅលើការវាតម្លៃបញ្ចប់អញ្ចឹងនៅក្នុងម៉ោងសិក្សាមួយការវាតម្លៃតាមដំណាក់ដោយផ្អែកទៅលើការវាតម្លៃបញ្ចប់ប៉ុន្តែថ្ងៃនេះគឺខ្ញុំនឹងមកធ្វើការបកស្រាយទៅលើការវាតម្លៃនៅក្នុងម៉ោងសិក្សាអញ្ចឹងចំពោះការវិតម្លៃនៅក្នុងម៉ោងសិក្សានឹងទៀតសោតគឺយើងមាន2ចំណុចដែលទី1គឺភ្លាមធ្វើការវិតម្លៃភ្លាមនៅក្នុងម៉ោងសិក្សានិងទី2គឺយើងមានគម្រោងនៅក្នុងការវិតម្លៃដែរប៉ុន្តែវានៅក្នុងម៉ោងសិក្សាដូចគ្នាអញ្ចឹងពាក់ព័ន្ធជាមួយនឹងការវិតម្លៃនៅក្នុងម៉ោងសិក្សាដែលភ្លាមនេះគឺវាកើតឡើងព្រមគ្នានៅពេលដែលគ្រូមានអន្តរកម្មជាមួយនឹងសិស្ស
đồ nhom dậy bị hàng đám cứ bẹ pon cho mùi nâng sầm nua chọp mì riêng đi có sầm nua tay rụng lật ấy mà sầm nua pi sầm nua này cứ cú tayแต่ปลาสำนัวส่วนในกรงถนัดหรือก็แปะปอนจมูกในการเยี่ยกรมดอกใบโปรโมพอต่างมาเอาท่าเอาไว้เด็กกอดบานเรียนปีมาสารมันปีสัปดาห์ม้นก็ตะตูบานปัญหาดอกใบยังจะมันทัวการวิลำไหลนึงเพลียมหรือก็การเรียนบนดังความตับเรียนให้เพลียมประจับเมเรียนเพลียมสู้มาสำนัวแต่การเสือเพลียมหนึ่งมวยเตี้ยแปะปอนหนึ่งตีปีนั่นคือการวิลำไหลในครองมังศึกษาได้ปันใต้กีกรุงตกจำพวกการกรองตกนี้เปียปอนจมูกในการปราบสำนัวได้ยังบานเรียบจอมจองกรองจีสันละกิจการหายเวียก็เตอบบานปราบในจำนวนเจาะแหละในโครงการเรียนได้จังจะปูปัญหาประชมมาเวียคือการดังเปียไว้ได้ดำเราไอซ์เทอร์ปัญหาประชมในโครงกรุงตกนั่นไงก็การวิลำไรในโครงการศึกษาได้โครงการศึกษาได้บานกรุงตกนั่นคือวิมีปัญหาประชมคือเตอแต่ดังเปียไว้ได้ดำเราไอซ์เทอร์ให้นั่งปะหายเนื้อพอตั้งตรำเตอได้ไอปลาดำใบเทอร์ไอการศึกษานั่นมีการตัดภาษาหลังได้มุนนั่งยมบันเจมปีการประโมพอตั้งสำหรับการเปลี่ยนแปลงในโครงการศึกษาจังการประโมพอตั้งนั่นคือเจจุดสำคัญในการเปลี่ยนแปลงในโครงการศึกษาคือแบบปอนจมูกหนึ่งการสู้สำนัวจมูกหนึ่งการสังเกตบักครูหนึ่งไอจังจำปูการวิลำไลตึงนั่งได้ยมใหญ่บานใหญ่มนนั่งเวียก็เชื่อจำนวนละอ้อในการวิลำไลตามลำหน้าสำหรับการบังเรียนได้เวียประกอบโดยประสิทธิภาพให้เวียช่วยจุ่มรุนอเมริกาในน้อมประกอบโดยจุกใจได้ให้มวยเตียดกิสุธาเหตุมันจึงจำไปสังเกตในโครงการวิลำไลในโครงการศึกษาเนี่ยคือมุนยังสู้สนุกเอฟซีเส้นยังแต่งตัดสังเกตดอกเสือนั่งไงวันใต้กิสุธาให้มันยังจำไปสังเกตเสือในโครงการเรียนหนึ่งจังการสังเกตเสือนี่คือยังเถอมือทาตายังเถอสังเกตดอกใบดังปีการโจรวมบักกวดการโจรวมนี่โจรวมสกรรมในโครงธนาเรียนก็โดยจากการโจรวมสกรรมในโครงกรมนายเราเป็นยังดักการกรมกอดเถอมวยเตี้ยยังดอกใบสรองปอมเมียนทายังสังเกตตะลึกว่าทามือตะกอดอาจับบานได้อดโยลเปียวไว้ดิจึงใหญ่อดลำใบยืงบัสันเจียมือตะกอดอดโยลเตยยืงรอกอุตีฮอปะทายมเตี้ยลำใบเอากอดโยชบาปีเมเรียนดิจึงบานไปโยลมนนังให้แต่พอจมูกการสังเกตนั่นคือยืงจิกรูนั่นคือยืงตระหาเซอมวยหน้ากอดยืงเธอสังเกตท่ามือแต่ถ่ายยืนตากูหาเสมวยหน้ากอดโจรวมในโครงการชายสนุนมวยหนึ่งให้สังเกตตะเลอกำรัดในการจับอารมณ์เรียนมากอดได้แต่นบไปได้จึงไปโจลเตอร์กอดจับอารมณ์ตะเลการเรียนสดดังได้อ่อนหรือก็กอดอะไรแต่เงี้ยช่วยเงี้ยสามใบอารมณ์เอฟซีจังจะปูการสังเกตสำหรับการวิลำไลในโครงการศึกษานั่นคือวิอัตมีรจนาสัมปอนได้เยี่ยงดังให้ทางการสังเกตคือยังมือโดยภายในเต้มันมีเอกสารเอพิเจเต้เพื่อติดตามการจะสไตล์แปะปอนจมูกจัดวิจัยยังกระไรเตอร์ขึ้นทางก็จะตกได้ยังสังเกตแต่เลยการจะรวมปิดสุดได้การการเอฟซีในครั้งถัดเรียนไอจังวิอัตมีรจนาสัมปอนในจังแปะปอนรจนาสัมปอนนี่จังมีในทางวิอัตมีตุ่มรงหรือก่อนในเตวิธีได้บางกำหนดเตเจียตีฮ้อคือยังจิกรูนั่งเธอเรียนสังเกตเสิร์ชได้สำคัญในโครงถนัดในมวยได้ประหารอย่างปีปรนติกรรมแบบปุกอดเอาจะบาจีนเสิร์ชดัดไตเตียนมวยเป็นเตี้ยแปะปอนจมวยหนึ่งแปะปอนจมวยหนึ่งในโครงการสังเกตดังได้คือแปะปอนจมวยหนึ่งโดยจะยืนจิกรูยังเธอสังเกตแต่เลยอากับเกยาบักกอดในขนมก็มีอากับเกยามือได้จังยืนสังเกตตัวอากับเกยากอดแบบใหม่บานในทาง
យើងជាគ្រូបង្រៀនគឺយើងពឹងខ្លាំងណាស់ចំពោះភាសាកាយវិការដូចជាការបង្ហាញទឹកមុខដើម្បីតំណាក់តំណងដូចជាការតំណាក់តំណងភ្នែករបស់សិស្សបាននេះ contact eye យើងត្រូវមើលភ្នែកគាត់ថានៅពេលយើងបញ្យល់នៅពេលយើងអីទៅគាត់និយាយចិត្តទុកដាក់គាត់ស្ដាប់ជាងភ្នែកគាត់ហ្នឹងគាត់មើលយើងអត់ឬក៏គាត់ងាកឆ្វេងងាកស្ដាំមិត្តភក្តិគាត់អីផ្សេងហ្នឹងទៅអញ្ចឹងយើងតែងតែមើលភ្នែកគាត់ដើម្បីឲ្យប្រកាសថាគាត់ទទួលស្ដាប់យើងគាត់ទទួលមើលយើងអ្វីដែលយើងបានបញ្យល់និងសង្កេតទៅលើអាកប្បកិរិយាដែលគាត់អត់និយាយទេសិស្សខ្លះគាត់និយាយទេអញ្ចឹងវាជួយទៅដល់ការវាតម្លៃរបស់យើងពាក់ព័ន្ធជាមួយនឹងអារម្មណ៍ផ្នែកអារម្មណ៍របស់សិស្សនឹងទៀតមួយវិញទៀតពាក់ព័ន្ធជាមួយយើងបន្ទាប់ពីយើងសង្កេតទៅលើកាយវិការរបស់គាត់ហើយយើងប្រកាសជាសង្កេតទៅលើមុខមាត់របស់គាត់ហើយការបង្ហាញទឹកមុខរបស់គាត់ជាទូទៅសិស្សមួយចំនួនគឺគាត់អត់ចូលចិត្តបង្ហាញទេគាត់លាក់អារម្មណ៍របស់គាត់ប៉ុន្តែសិស្សមួយចំនួនភាគច្រើនហ្មងគឺគាត់ចូលចិត្តបង្ហាញថានៅពេលដែលគាត់យល់គាត់មុខគាត់ស្រឡះរីករាយមើលទៅគាត់យល់ពីអ្វីដែលយើងបានបញ្យល់ប៉ុន្តែសិស្សខ្លះទៀតនៅពេលដែលយើងបញ្យល់ទៅទឹកមុខរបស់គាត់តែងតែចង់ចិញ្ចើមឬក៏លក្ខណៈថាធ្វើមុខជូរមុខអត់យល់បង្ហាញចេញមកជាអារម្មណ៍តាមរយៈទឹកមុខគាត់បង្ហាញអារម្មណ៍តាមរយៈទឹកមុខតែគាត់អត់យល់ទេអញ្ចឹងយើងអាចសង្កេតទៅលើទឹកមុខរបស់គាត់ហ្នឹងដែលយើងផ្ដោតទៅលើតំបន់3មានចិញ្ចើមនេះចិញ្ចើមនេះមានថ្ងាសនេះមានភ្នែកគាត់ហើយតបកភ្នែកជាមួយច្រមុះអីផ្សេងហ្នឹងពាក់ព័ន្ធបើសិនជាគាត់ជ្រួញចិញ្ចើមនេះក៏វាបង្ហាញថាគាត់កំពុងតែមានកង្វល់ហើយប៉ុន្តែក៏ឲ្យហ៊ានសួរហើយភ្នែកគាត់ចងចេញទៅអញ្ចឹងនេះជាការសង្កេតរបស់គ្រូមួយដែរនៅពេលនៅក្នុងម៉ោងសិក្សាដើម្បីឲ្យដឹងថាតើសិស្សហ្នឹងគឺគាត់បានចូលរួមឬក៏គាត់យល់ពីអ្វីដែលយើងបានបញ្យល់អត់បើគាត់អត់តន់យល់ទេមើលទៅតែគាត់មានបញ្ហាយើងអាចរកវិធីសាស្ត្របន្ថែមដើម្បីបញ្យល់គាត់ឬលើឧទាហរណ៍បន្ថែមទៀតហើយមួយវិញទៀតចុងក្រោយនេះគឺពាក់ព័ន្ធជាមួយនឹងសំណួរផ្ទាល់មាត់អញ្ចឹងជាមួយនឹងទន្ទឹមគេហៅថាទន្ទឹមជាមួយនឹងការសង្កេតគ្រូបង្រៀនត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើរបៀបដែលសិស្សឆ្លើយសួរឆ្លើយសំណួរនៅកំឡុងពេលបង្រៀនដើម្បីឲ្យដឹងថាតើសិស្សហ្នឹងគឺគាត់យល់ពីអ្វីដែលយើងបានបង្ហាញឬក៏អនុវត្តអត់វាពិតប្រាកដដែរព្រោះថាសំណួរផ្ទាល់មាត់នេះសំខាន់ជាងសួរភ្លាមគាត់ឆ្លើយមកភ្លាមប៉ុន្តែទន្ទឹមនឹងហ្នឹងសិស្សខ្លះនៅពេលយើងគាត់សួរគាត់តែងតែ feedback មកភ្លាមប៉ុន្តែគាត់ feedback វាផ្ទុយស្រឡះពីអ្វីដែលយើងចង់បានណាយើងសួរគាត់ឆ្លើយក៏បីចឹងទៅគាត់ឆ្លើយប៉ុន្តែវាចាក់ឆ្ងាយពីប្រធានបទដែលយើងកំពុងសួរឬក៏ប្រធានបទដែលយើងត្រូវការអញ្ចឹងចំពោះសំណួរនេះទៀតសោតយើងជាគ្រូយើងត្រូវតែរៀនប្រើប្រាស់សំណួរណាមួយដែលវាងាយយល់ងាយនៅក្នុងការឆ្លើយហើយវាក៏ជាសំណួរមួយដែលសិស្សនៅក្នុងថ្នាក់ទាំងអស់ហ្នឹងអាចឆ្លើយបានទាំងអស់គ្នាដែរហើយក៏ជាប្រភេទសំណួរដែលបើកទូលំទូលាយនៃការយល់ដឹងទូទៅរបស់គាត់មិនមែនជាសំណួរបិទទេមិនមែនជាសំណួរគ្រាន់តែគាត់ឲ្យឆ្លើយបាតចាស់ឬក៏ទេតែប៉ុណ្្នឹងឯងត្រូវតែជាសំណួរដែលឲ្យគាត់បើកគំនិតនៅក្នុងការគិតការស្វែងយល់នោះទើបធ្វើឲ្យការសិក្សារបស់គាត់នឹងមានការរីកចម្រើនបន្ថែមទៀតដែរនឹងចំណុចបន្ទាប់នោះគឺពាក់ព័ន្ធជាមួយនឹងការផ្ដល់មតិកែលម្អចំពោះការផ្ដល់មតិកែលម្អនេះគឺយើងត្រូវជូនដំណឹងទៅដល់សិស្សអំពីភាពត្រឹមត្រូវនៃចម្លើយរបស់ពួកគាត់បានន័យថាបើសិនគាត់ឆ្លើយមកត្រូវយើងត្រូវផ្ដល់ចម្លើយថាអានឹងត្រឹមត្រូវប៉ុន្តែបើសិនគាត់ឆ្លើយមកខុសយើងក៏អត់ត្រូវនិយាយពាក្យខុសដែរព្រោះវាជាការបំបាក់ទឹកចិត្តសិស្សយើងត្រូវនិយាយពាក្យណាមួយដែលលើកទឹកចិត្តដល់គាត់អញនិយាយបានថាចម្លើយរបស់កូននេះអាចត្រូវបានប្រហែល 30% 40% ប៉ុន្តែអ្នកគ្រូចង់បន្ថែមប៉ុណ្នេះឲ្យកូនទៀតដើម្បីលើកទឹកចិត្តឲ្យគាត់ប្រាប់ថាកុំឲ្យប្រាប់ថាចម្លើយហ្នឹងគឺខុសតែម្ដងប្រាប់ថាត្រូវហើយគ្រាន់ថាវាអត់តន់ចំឬក៏វាអត់តន់ពេញលេញទេគ្រូនឹងបន្ថែមឬក៏ថាកូនឆ្លើយមកបានល្អហើយប៉ុន្តែអ្នកគ្រូចង់បន្ថែមចំណុចនេះឲ្យកូនថែមតិចទៀតឬក៏ថាកូនឆ្លើយមកមានភាពជឿជាក់មានភាពក្លាហានហើយទោះបីជា
កូនមានចន្លោះខ្វះខាតតិចតួចមែនប៉ុន្តែកូនមានភាពក្លាហានគ្រប់គ្រាន់នៅក្នុងការឡើងឆ្លើយសំណួរទាំងអស់ហ្នឹងនេះជាការលើកទឹកចិត្តមួយដែរចំពោះឲ្យសិស្សគាត់ចូលរួមនៅក្នុងថ្នាក់រៀនដើម្បីបង្កើតបរិយាកាសមួយដែលសប្បាយដែលគេហៅថាអន្តរកម្មរវាងគ្រូហើយនិងសិស្សចាអញ្ចឹងពាក់ព័ន្ធជាមួយនឹងការវាតម្លៃនៅក្នុងម៉ោងសិក្សានេះគឺខ្ញុំសូមបញ្ចប់ការសង្ខេបត្រឹមប៉ុណ្នេះចាសូមអរគុណ